ចាំយូរទេក្រោយដឹងលើប្រិយាកំពុងពើពោះចិត្តគ្រប់ខែធ្វើឲ្យបណ្ឌិតពេជ្រស្រស់ហ៊ានចេញមុខនិយាយត្រង់ៗបែបនេះថានេះជាលើកទី1ដែលខ្ញុំស្នើសុំសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឲ្យលើប្រិយានិងកូនក្នុងផ្ទៃទាំងពីរបាននៅក្រៅឃុំក្រោយមហាជនផ្ទុះការវែកញែកលើបណ្ដាញសង្គមលើករណីអ្នកនាងឆេងស្រីរតហៅលើប្រិយាត្រូវបានដោះលែងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្ដាលបានឲ្យដឹងថាគិតត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះអ្នកនាងលើបរីយ៉ាមិនទាន់ដោះលែងពីពន្ធនាគារនោះឡើយដោយឡែករូបភាពស្លៀកពាក់ខោអាវអ្នកទោសនោះគឺមន្ត្រីអនុរិក្សពន្ធនាគារនាំនាងមកពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយមានការអនុញ្ញាតពីតុលាការក្រោយឃើញបែបនេះលោកបណ្ឌិតពេជ្រស្រស់ស្នើសុំក្តីសន្តោសប្រណីឲ្យលោកស្រីលើបរីយ៉ាបាននៅក្រៅឃុំអាសូរកូនក្នុងផ្ទៃដែលគ្នាមិនដឹងអីច្បាប់និងគុណធម៌ច្បាប់គឺច្បាប់តែច្បាប់ក៏ត្រូវមានគុណធម៌លោកបណ្ឌិតពេជ្រស្រស់ទទូចសុំសម្ដេចទាំងទ្វេមេត្តាពិចារណាឲ្យអ្នកនាងលើបរីយ៉ាបាននៅក្រៅឃុំដើម្បីថែរក្សាកូនក្នុងផ្ទៃដែលជិតគ្រប់ខែកាន់តែក្តៅនិងរកក្ដួលក្រោយឃើញទស្សនវិជ្ជាដ៏ក្រៀមក្រំរបស់អ្នកនាងលើបរីយ៉ាពើពោះចិត្តគ្រប់ខែក្នុងពន្ធនាគារថ្ងៃនេះលោកបណ្ឌិតពេជ្រស្រស់បញ្ចេញមតិយ៉ាងចាក់ដោតជុំវិញករណីនេះករណីលើបរីយ៉ាកំពុងពើពោះកូនភ្លោះស្រីចិត្តគ្រប់ខែធ្វើឲ្យបណ្ឌិតពេជ្រស្រស់ហ៊ានចេញមុខនិយាយត្រង់ៗថាច្បាប់គឺច្បាប់ប៉ុន្តែរឿងខ្លះច្បាប់ក៏មានគុណធម៌ផងដែរចំពោះករណីអ្នកនាងលើបរីយ៉ាសូមសម្ដេចទាំងទ្វេពិចារណាស្នើដល់តុលាការឲ្យគាត់បាននៅក្រៅឃុំដើម្បីថែរក្សាកូនក្នុងផ្ទៃព្រោះអំពើខុសឆ្គងរបស់គាត់មិនមែនជាចារកម្មឲ្យសត្រូវទេអ្វីដែលគួរសន្តោសប្រណីបានសូមលើកលែងខ្លះទៅអាសូរកូនក្នុងផ្ទៃដែលគ្នាមិនដឹងអីបន្ថែមលើនេះលោកបណ្ឌិតពេជ្រស្រស់បានធ្វើការស្នើសុំការសន្តោសពីសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឲ្យលើបរីយ៉ានិងកូនក្នុងផ្ទៃទាំងពីរបាននៅក្រៅឃុំដោយលោកបណ្ឌិតបានបង្ហោះសារសំណូមពរជាលើកដំបូងលោកបណ្ឌិតពេជ្រស្រស់ស្នើសុំសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមេត្តាប្រោសប្រណីឲ្យលើបរីយ៉ាបាននៅក្រៅឃុំអាសូរកូនក្នុងផ្ទៃលោកបណ្ឌិតពេជ្រស្រស់ទទូចសុំក្តីសន្តោសប្រណីពីមេដាមនុស្សធម៌ដើម្បីឲ្យលើបរីយ៉ាមានឱកាសថែរក្សាកូនក្នុងផ្ទៃដែលជិតដល់ថ្ងៃសម្រាលកាន់តែរំភើបនិងមានក្តីសង្ឃឹមយោងតាមការបង្ហោះមុននេះបន្តិចលោកបណ្ឌិតពេជ្រស្រស់បានធ្វើឲ្យមហាជនអ្នកគាំទ្រលោកស្រីលើបរីយ៉ារំភើបចិត្តជាខ្លាំងចំពោះការលោកដៃជួយដ៏មានតម្លៃនេះខ្លឹមសារនៃសំណូមពររបស់លោកបណ្ឌិតបានបញ្ជាក់ថានេះជាលើកទី1ដែលខ្ញុំស្នើសុំសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមសម្ដេចគតិមេត្តាប្រោសប្រណីនាងលើបរីយ៉ាស្នើដល់តុលាការឲ្យនាងបាននៅក្រៅឃុំផងចុះដើម្បីឲ្យនាងបានថែទាំកូនក្នុងផ្ទៃប្រិយមិត្តជាទីមេត្រីមូលហេតុធំបំផុតដែលលោកបណ្ឌិតហ៊ានចេញមុខស្នើសុំគឺដើម្បីឲ្យអ្នកនាងលើបរីយ៉ាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំកូននៅក្នុងផ្ទៃឲ្យមានសុវត្ថិភាពរហូតដល់ថ្ងៃខេងពន្លឺថ្ងៃ